សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងនឹងមកធ្វើ effect ព្រាលមូលបែបនេះឬក៏គេហៅថា swirly bokeh effect នៅក្នុងកម្មវិធី DaVinci Resolve effect បែបនេះពេលច្រើនគេប្រើសម្រាប់ទាញភ្នែកទស្សនិកជនឲ្យផ្ដោតទៅលើចំណុចកណ្ដាលឬក៏ object របស់យើងហើយ background ដែលមិនសូវសំខាន់គឺយើងព្រាលចោលអញ្ចឹងនៅក្នុងកម្មវិធី DaVinci Resolve យើងត្រូវចូលមកកាន់ Open Effect ហើយ search ពាក្យថា Radial Blurយើងចាប់ effect នេះមកដាក់នៅលើ clip របស់យើងមកហើយនៅត្រង់ចំណុច symmetry នេះខ្ញុំយក clockwise ដើម្បីឲ្យកម្រិតព្រាលរបស់វាស្របទៅតាមទិសនាឡិកានៅត្រង់ចំណុច smooth strength នេះគឺយើងអាចសេរីកម្រិតព្រាលបានយើងចង់បានកម្រិតព្រាលប៉ុណ្ណាចំណែកចំណុច timeline view នេះគឺយើងអាចបើក open effect overlay ដើម្បីទាញសេរីចំណុចកណ្ដាលនៃ effect blur របស់យើងបានអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់សិក្សាវគ្គកាត់តវីដេអូនិង color grading បន្ថែមទៀតអាចមកចុះឈ្មោះសិក្សានៅ Asia Academy បានដោយយើងមានបញ្ចុះតម្លៃ 60% ផងដែរ